សូមគោរពស្វាគមន៍ពុកម៉ែបងប្អូនជាទីគោរពនិងជាទីស្រឡាញ់នៅក្នុងព្រះគុណព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទកម្មវិធីនៃការសិក្សាព្រះបន្ទូលព្រះអង្គប្រចាំសប្តាហ៍វិលមកជួបពុកម៉ែបងប្អូនម្ដងទៀតតាមពេលវេលានិងម៉ោងដដែលកម្មវិធីរបស់យើងតែងតែធ្វើការផ្សាយផ្ទាល់ជូនអស់ពុកម៉ែបងប្អូនវេលាម៉ោង8យប់ទៅដូច្នេះខ្ញុំសូមគោរពអញ្ជើញទាំងអស់គ្នាដើម្បីចូលរួមនិងរៀនព្រះបន្ទូលរបស់ព្រះជាមួយគ្នាដូច្នេះមុននឹងចាប់ផ្ដើមកម្មវិធីនៃការសិក្សាព្រះបន្ទូលព្រះអង្គនេះខ្ញុំសូមគោរពអញ្ជើញសូមចិត្តអធិដ្ឋានជាមួយខ្ញុំបន្តិចសិនបិតាម្ចាស់សួគ៌ដែលគង់នគរឋានសួគ៌របស់បំផុតអើយគុណសូមអរគុណទ្រង់ចំពោះពេលវេលាដែលព្រះបានផ្ដល់សព្វកូនរបស់អ្នកបានចូលមកដើម្បីរៀនព្រះបន្ទូលព្រះអង្គសូមព្រះអង្គគង់នៅជាមួយកូននិងប្រោសប្រាជ្ញាឲ្យកូនបានយល់គ្រប់ទាំងបទគម្ពីរទ្រង់កូនសូមអធិដ្ឋានទូលសូមនេះក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែននៅក្នុងសប្តាហ៍នេះយើងនឹងបន្តការរៀនព្រះបន្ទូលព្រះអង្គបន្តទៀតថាតើព្រះបន្ទូលព្រះអង្គបានបង្រៀនយើងអ្វីខ្លះតើព្រះបន្ទូលព្រះអង្គនឹងពន្យល់យើងយ៉ាងដូចម្តេចហើយតើព្រះបន្ទូលរបស់ព្រះអង្គនេះនឹងដាស់តឿននិងរំលឹកយើងយ៉ាងណាក្នុងនាមយើងទាំងអស់គ្នាជាគ្រីស្ទបរិស័ទឲ្យយើងទាំងនេះបានដើរទៅក្នុងព្រះបន្ទូលដ៏ត្រឹមត្រូវរបស់ទ្រង់សប្តាហ៍នេះយើងនឹងស្វែងយល់អំពីប្រធានបទមួយដែលស្ដីអំពីសង្គ្រាមនៅពីក្រោយឆាកនៃសង្គ្រាមទាំងអស់យើងនឹងបន្តសម្លឹងទៅមើលបទព្រះគម្ពីរយូស្វេហើយយើងនឹងឃើញសង្គ្រាមដែលប្រជាជនអ៊ីស្រាអែលបានចូលទៅកាន់ទឹកដីសន្យាហើយតើនៅពីក្រោយសង្គ្រាមនៃការចូលទៅកាន់ទឹកដីសន្យានោះគឺជាសង្គ្រាមយ៉ាងដូចម្ដេចសប្តាហ៍នេះយើងមានខព្រះគម្ពីរមួយនៅក្នុងព្រះគម្ពីរយូស្វេជំពូក10ខ14មិនដែលមានថ្ងៃណាដូចជាថ្ងៃនោះទោះនៅមុខឬក្រោយដែលព្រះយេហូវ៉ាទ្រង់បានស្ដាប់តាមមនុស្សដូច្នេះឡើយត្បិតព្រះយេហូវ៉ាទ្រង់បានច្បាំងជំនួសសាសអ៊ីស្រាអែលខព្រះគម្ពីរនេះបានពិពណ៌នាអំពីព្រះជាម្ចាស់បានស្ដាប់ការទូលអង្វររបស់រាជរបស់ព្រះអង្គហើយព្រះអង្គបានច្បាំងជំនួសនឹងសាសអ៊ីស្រាអែលបើសិនជាព្រះជាម្ចាស់ព្រះអង្គច្បាំងជំនួសនឹងសាសអ៊ីស្រាអែលព្រះជាម្ចាស់ក៏ច្បាំងជំនួសអស់លោកអ្នកបងប្អូនដូចគ្នាផងដែរសូមឲ្យយើងទាំងនេះបានទុកចិត្តដល់ព្រះជាម្ចាស់សប្តាហ៍នេះយើងនឹងស្វែងយល់អំពីការចូលទៅកាន់ទឹកដីកាណានគឺជាសង្គ្រាមសម្លាប់រង្គាលដែលបានទទួលបញ្ជានោះមកពីព្រះជាម្ចាស់សំណួរសួរថាបើសិនជាព្រះអង្គជាព្រះនៃស្អីស្រឡាញ់តើហេតុអ្វីបានជាព្រះអង្គបញ្ជាឲ្យរាជអ៊ីស្រាអែលសម្លាប់ជនជាតិកាណានសាសហេវីសាសពេរីស៊ីតសាសហេម៉ូសជាសាសជាច្រើនដែលប្រជាជនអ៊ីស្រាអែលចូលទៅកាន់កាប់បើសិនជាព្រះអង្គជាព្រះនៃសេចក្តីមេត្តាករុណាបើសិនជាព្រះអង្គជាព្រះនៃស្អីស្រឡាញ់តើហេតុអ្វីបានជាព្រះអង្គបញ្ជាឲ្យរាជរបស់ព្រះអង្គធ្វើយ៉ាងដូចនេះហើយយើងនឹងស្វែងយល់អំពីមូលហេតុនៃព្រឹត្តិការណ៍នៅក្រោយនេះទាំងអស់គ្នាហើយយើងពិនិត្យបទព្រះគម្ពីរទាំងអស់គ្នាថាតើព្រះគម្ពីរបានពិពណ៌នាតើព្រះគម្ពីរបានពន្យល់យ៉ាងដូចម្ដេចនៅក្នុងចំណុចនេះយើងត្រូវដឹងអំពីចក្ខុវិស័យរបស់ព្រះជាម្ចាស់តើព្រះអង្គចង់ឲ្យយើងធ្វើអ្វីយើងត្រូវដឹងអំពីចំនួនដែលកើតឡើងនៅពីក្រោយចំនួនទាំងអស់នោះរួមទាំងការដណ្ដើមកាន់កាប់ទឹកដីរបស់ជនជាតិអ៊ីស្រាអែលនៅកាណានផងដែរអញ្ចឹងចំនួននេះគឺជាចំនួនដែលយើងទាំងគ្នាមើលអត់ឃើញទេហើយយើងទាំងគ្នាត្រូវពិនិត្យព្រះគម្ពីរទើបយើងអាចដឹងបានជាចំនួនរវាងព្រះគ្រីស្ទនិងសាតាំងរវាងអំពើល្អនិងអំពើអាក្រក់សប្តាហ៍នេះយើងនឹងស្វែងយល់អំពីចំនួនភាគីចំនួនមានព្រះអង្គម្ចាស់និងពួកពលរបស់ព្រះអង្គមានព្រះអង្គម្ចាស់នៃអំពើអាក្រក់អ្នកចម្បាំងដ៏អស្ចារ្យនិងយុទ្ធសាស្ត្រនៃចំនួនគឺព្រះកំពុងតែប្រយុទ្ធដើម្បីយើងហើយយើងតស៊ូដើម្បីព្រះជាម្ចាស់ដូច្នេះសប្តាហ៍នេះយើងនឹងស្វែងយល់ចំណុចគោលដៅទាំងអស់នេះដើម្បីឲ្យយើងទាំងគ្នាបានយល់អំពីបំណងប្រាថ្នារបស់ព្រះដើម្បីឲ្យយើងអាចយល់អំពីអ្វីដែលព្រះគម្ពីរបានសម្ដែងដូច្នេះទី1យើងនឹងស្វែងយល់អំពីភាគីចំនួនសិនតើភាគីចំនួននោះមានអ្នកណាខ្លះនៅក្នុងចំនួនព្រឹត្តិការណ៍នៅក្នុងសង្គ្រាមដែលនៅពីក្រោយសង្គ្រាមទាំងអស់នោះតើអ្នកណាទៅគឺជាភាគីចំនួនដែលយើងទាំងអស់គ្នានឹងត្រូវសិក្សានោះដូច្នេះយើងនឹងស្វែងយល់អំពីចំណុចនេះទើបយើងទាំងគ្នាអាចដឹងបានថាតើអ្នកណាចូលរួមតើអ្នកណាដែលបង្កើតនូវព្រឹត្តិការណ៍ទាំងអស់នេះដូច្នេះសូមយើងសម្លឹងទៅមើលបទព្រះគម្ពីរជាមួយគ្នានោះយើងទាំងគ្នានឹងស្វែងយល់អំពីភាគីពាក់ព័ន្ធនៅក្នុងចំនួនរវាងអំពើល្អនិងអំពើអាក្រក់ចំនួនដែលនៅពីក្រោយឆាកទាំងអស់ដែលជនអ៊ីស្រាអែលកំពុងតែធ្វើនោះយើងនឹង
បន្តសូមទៅមើលព្រះគម្ពីរយូស្វេជំពូក5ខ14អ្នកនោះឆ្លើយតបថាទេអញបានមកធ្វើជាកម្ពូលលើពួកពលផងព្រះយេហូវ៉ានោះយូស្វេក៏ទម្លាក់ខ្លួនក្រាបកាប់មុខនឹងដីថ្វាយបង្គំសួរថាតើព្រះម្ចាស់នៃទូបង្គំចង់មានបន្ទូលដល់ទូបង្គំជាបាវបម្រើទ្រង់ថាដូចម្ដេចនៅក្នុងចំណុចនេះគឺយើងបានឃើញបង្ហាញតួអង្គយ៉ាងសំខាន់គឺព្រះអម្ចាស់នៃពួកពលនៃព្រះជាម្ចាស់នៃមេទ័ពទាំងអស់នៅក្នុងព្រះគម្ពីរយូស្វេបានអធិដ្ឋាននៅជិតក្រុងយេរីកូដើម្បីសុំការណែនាំពីព្រះដើម្បីប្រាប់ពីរបៀបដែលគាត់ទៅកាន់ទឹកដីនោះដើម្បីច្បាំងឈ្នះទឹកដីនោះដើម្បីឲ្យគាត់អាចកាន់កាប់ទឹកដីនោះនៅពេលនោះដែរព្រះជាម្ចាស់បានទៅជួបគាត់បងប្អូនព្រះជាម្ចាស់បានទៅជួបគាត់ក្នុងលក្ខណៈជាមេទ័ពមួយយ៉ាងអស្ចារ្យណាជាមេទ័ពមួយយ៉ាងអស្ចារ្យតាមរយៈការសុំណារបស់លោកយូស្វេព្រះជាម្ចាស់បានបង្ហាញបុគ្គលរបស់ព្រះអង្គដល់លោកយូស្វេឃើញក្នុងនាមជាព្រះយេស៊ូវហើយម្យ៉ាងទៀតយើងអាចស្គាល់ព្រះនាមព្រះយេស៊ូវបានតាមរយៈព្រះគម្ពីរដានីយ៉ែលបានប្រាប់ថាមីហ្គេលអញ្ចឹងនៅពេលដែលអស់លោកអ្នកបងប្អូនអាននៅព្រះគម្ពីរយើងឃើញព្រឹត្តិការណ៍ព្រះជាម្ចាស់បានទៅជួបលោកយូស្វេមានអ្នកខ្លះមិនអាចកភាពចំពោះចំណុចហ្នឹងថាមិនមែនជាព្រះជាម្ចាស់ទៅជួបលោកយូស្វេទេប្រហែលជាទេវតាមួយតែជាទេវតាមីហ្គេលយើងត្រូវយល់ថាអង្គនាមព្រះយេស៊ូវគ្រីស្ទគឺមានព្រះនាមមួយផងដែរយោងតាមព្រះគម្ពីរនៃដានីយ៉ែលបានប្រាប់យើងថាមីហ្គេលអញ្ចឹងអត្ថន័យឈ្មោះមីហ្គេលនេះមិនមែនជាមហាទេវតានោះឡើយតែជាឈ្មោះមួយទៀតរបស់ព្រះយេស៊ូវអស់លោកអ្នកបងប្អូនច្បាស់ជាមិនយល់ថាហេតុអ្វីបានជាមីហ្គេលដែលនៅក្នុងព្រះគម្ពីរបានប្រាប់ថាជាមហាទេវតាជានាមមួយរបស់ព្រះយេស៊ូវពីព្រោះនៅក្នុងព្រះគម្ពីរបានប្រាប់ថាមីហ្គេលមានអំណាចធ្វើឲ្យមនុស្សអាចរស់ឡើងវិញបើសិនជាទេវតាមិនអាចមានអំណាចរបៀបនោះឡើយតែមានតែព្រះរាជបុត្រារបស់ព្រះមួយប៉ុណ្ណោះដែលមានអំណាចក្នុងការធ្វើឲ្យមនុស្សរស់ពីស្លាប់ឡើងវិញដូច្នេះព្រះគម្ពីរបានប្រើពាក្យថាមីហ្គេលគឺសំដៅជានាមមួយរបស់ព្រះយេស៊ូវហើយព្រះយេស៊ូវនេះបានត្រូវព្រះជាម្ចាស់បានចាត់មកនៅក្នុងសង្គ្រាមនោះផងដែរណាសង្គ្រាមនោះផងដែរអញ្ចឹងនៅពេលនិយាយពីមីហ្គេលមិនមែនសំដៅលើទេវតាមួយអង្គណានោះទេតែគឺសំដៅទៅលើព្រះយេស៊ូវគឺជាឈ្មោះជាព្រះនាមព្រះអង្គមួយទៀតដូច្នេះការឆ្លើយតបនឹងការអធិដ្ឋានដើម្បីសង្គ្រោះយូស្វេព្រះអម្ចាស់បានទទួលបញ្ជានៅក្នុងព្រឹត្តិការណ៍ដែលប្រជាជនអ៊ីស្រាអែលទៅកាន់ទឹកដីទៅកាន់កាប់ធ្វើសង្គ្រាមជាមួយពួកក្រុងយេរីកូក្នុងនាមព្រះអង្គជាមេបញ្ជាការដែលយើងទាំងអស់គ្នាមើលមិនឃើញដែលប្រជាជនអ៊ីស្រាអែលមើលមិនឃើញយូស្វេត្រូវតែស្ដាប់តាមបញ្ជារបស់មេបញ្ជាការម្នាក់នោះយ៉ាងអាកំបាំងហើយមេបញ្ជាការយ៉ាងអាកំបាំងនោះគឺជាព្រះយេស៊ូវនោះឯងជាព្រះជាម្ចាស់នោះឯងនៅក្នុងចំណុចនេះបានប្រាប់យើងផងដែរថាព្រះជាម្ចាស់គឺជាព្រះដែលដឹកនាំយើងជួនពេលខ្លះទៅមនុស្សតែងតែចង់ឃើញលក្ខណៈរបស់ព្រះជាម្ចាស់តែព្រះជាម្ចាស់មិនបានបង្ហាញលក្ខណៈរបស់ព្រះអង្គដល់មនុស្សដទៃឲ្យឃើញផ្ទាល់ភ្នែកច្បាស់ពេកនោះឡើយដូចជាករណីរបស់រឿងលោកយូស្វេដូចនេះដែរដូច្នេះយើងទាំងអស់គ្នាត្រូវពិនិត្យមើលចំណុចទាំងអស់នេះព្រះជាម្ចាស់អាចមកក្នុងរូបភាពនិងអាចមកមិនរូបភាពព្រះអង្គជាម្ចាស់អាចនឹងមកផ្ទាល់ឬក៏មកមិនផ្ទាល់ដូច្នេះសូមឲ្យយើងទាំងអស់គ្នាសម្លឹងទៅមើលគ្រប់ទាំងស្ថានភាពរបស់យើងទាំងអស់គ្នាសូមសម្លឹងទៅមើលគ្រប់ទាំងជំនួយរបស់យើងទាំងអស់គ្នាព្រះជាម្ចាស់ព្រះអង្គទ្រង់នឹងនៅជាមួយយើងក្នុងសាច់រឿងនេះបានបង្រៀនប្រាប់យើងថាលកឹកណាពុកម៉ែបងប្អូនអធិដ្ឋានទូលសូមដល់ព្រះជាម្ចាស់នោះព្រះជាម្ចាស់ព្រះអង្គនឹងមកជួយយើងទាំងអស់គ្នាយូស្វេបានប្រាប់យើងនៅក្នុងព្រះគម្ពីរយ៉ាងច្បាស់ថានោះអញនឹងធ្វើជាកម្ពូលផងព្រះយេហូវ៉ានោះយូស្វេក៏ទម្លាក់ក្រាបកាប់មុខចំពោះ
រឿងទាំងអស់នោះដូច្នេះរឿងទាំងអស់នេះបានបង្រៀនយើងណារឿងទាំងអស់នេះបានបង្រៀនយើងឲ្យយើងទាំងអស់គ្នាត្រូវទុកចិត្តឲ្យយើងទាំងអស់គ្នាត្រូវទុកចិត្តចំពោះកិច្ចការងារដែលព្រះជាម្ចាស់ព្រះអង្គធ្វើគ្រប់ទាំងការអធិដ្ឋានរបស់យើងគ្រប់ទាំងការអធិដ្ឋានរបស់យើងព្រះជាម្ចាស់ព្រះអង្គនៅជាមួយយើងទាំងអស់គ្នាអញ្ចឹងសូមឲ្យយើងទាំងអស់គ្នាទុកចិត្តដល់ព្រះជាម្ចាស់គ្រប់ទាំងផ្លូវរបស់យើងសូមយើងទាំងអស់គ្នាបានអធិដ្ឋានទៅរកទ្រង់ទាំងអស់គ្នាដូចជាករណីនេះដូចជាករណីនេះគឺថាម៉េចព្រះអង្គជាម្ចាស់ជាព្រះរបស់យើងព្រះអង្គធំឧត្តមព្រះជាម្ចាស់របស់យើងព្រះអង្គនឹងច្បាំងជំនួសរាជអ៊ីស្រាអែលដូច្នេះហើយព្រះជាម្ចាស់ក៏ច្បាំងជំនួសអស់លោកអ្នកបងប្អូនផងដែរដូច្នេះយើងទាំងអស់គ្នាត្រូវទុកចិត្តដល់ទ្រង់ពឹងដល់អំណាចរបស់ទ្រង់អធិដ្ឋានទូលសូមដល់ទ្រង់នោះទ្រង់នឹងមេត្តាប្រោសដល់យើងទាំងអស់គ្នាសូមឲ្យយើងទាំងអស់គ្នាពឹងអាងទៅលើព្រះគុណរបស់ទ្រង់តែមួយប៉ុណ្ណោះឥឡូវយើងបន្តមួយចំណុចទៀតនៅក្នុងព្រះគម្ពីរយើងបានឃើញតួអង្គពីរសំខាន់យើងបានឃើញតួអង្គពីរសំខាន់គឺទី1ព្រះជាម្ចាស់ហើយមួយទៀតគឺជាអ្នកណាគេយើងបានឃើញព្រះអម្ចាស់នៃសេចក្តីនៃសេចក្តីប្រោះលោះព្រះជាម្ចាស់នៃមេលើពួកកំពូលបណ្ដាច់នោះចំណុចនេះយើងឃើញនៅក្នុងព្រះគម្ពីរបានពិពណ៌នាអំពីព្រះជាម្ចាស់មួយទៀតគឺជាព្រះជាម្ចាស់នៃអំពើអាក្រក់អញ្ចឹងយើងឃើញលក្ខណៈពីរគឺមិនមែនមានតែព្រះអង្គមួយជាព្រះទេតែមានមួយទៀតគឺជាព្រះដែរតែជាព្រះនៃអំពើអាក្រក់នៅក្នុងព្រះគម្ពីរយើងសម្លឹងទៅមើលបទព្រះគម្ពីរហេសាយជំពូក14ខ12អោតារាប្រចាំថ្ងៃជាផ្កាយព្រឹកអើយណឯងបានធ្លាក់ចុះពីលើមេឃហើយឯងដែលបានផ្ដេកអស់ទាំងនគរឲ្យរៀបឯងបានត្រូវកាប់រំលំដល់ដីណមានអ្នកខ្លះអ្នកប្រាជ្ញព្រះគម្ពីរខ្លះគាត់មិនបានឯកភាពចំពោះចំណុចនៃខព្រះគម្ពីរនោះឡើយដោយគាត់យល់ឃើញថាព្រះគម្ពីរនេះមិនបាននិយាយសំដៅទៅលើសាតាំងនោះទេតែយើងត្រូវដឹងអស់លោកអ្នកបងប្អូនហើយយើងត្រូវដឹងនៅក្នុងខព្រះគម្ពីរនេះគឺបានពិពណ៌នាអំពីអរិយសាតាំងពិពណ៌នាអំពីលុយស៊ីហ្វ័រណាអំពីពណ៌នាអំពីលុយស៊ីហ្វ័រហេតុអ្វីបានជាព្រះគម្ពីរបានពិពណ៌នាអំពីលុយស៊ីហ្វ័រដូច្នេះយើងឃើញពីភាពអំនួតរបស់លុយស៊ីហ្វ័រដែលព្រះគម្ពីរបានប្រាប់យើងថាវាគឺជាកំពូលមហាទេវតាអញ្ចឹងមុននឹងយើងទាំងអស់គ្នាអាចដឹងបានយើងត្រូវដឹងថាតើលុយស៊ីហ្វ័រជាអ្នកណាគេនៅគម្ពីរអេសេគៀលជំពូក28ខ12ដល់ខ14បានពិពណ៌នារូបរាងរបស់លុយស៊ីហ្វ័រវាកើតមកជាអ្នកកំពូលបណ្ដាច់វាមានឋានៈខ្ពស់វាជាជេរូប៊ីនគ្របបាំងនៅផ្នែកនៃព្រះជាម្ចាស់វាឈរនៅផ្នែកម្ខាងនៃព្រះជាម្ចាស់វាស្អាតវាខ្ពស់ព្រះគម្ពីរប្រាប់យើងថាម៉េចថ្ងាសវាទូលាយពោពេញទៅដោយប្រាជ្ញាវាគឺជាទេវតាគ្របបាំងដូច្នេះលុយស៊ីហ្វ័រនេះមុនដែលពេលដែលវាធ្លាក់ចុះវាមិនធម្មតានោះឡើយត្រូវដឹងយ៉ាងដូចនេះអស់លោកអ្នកបងប្អូនដែរត្រូវដឹងថាលុយស៊ីហ្វ័រម្នាក់នេះមិនធម្មតានោះឡើយវាគឺពិសេសមែនទែននៅក្នុងព្រះគម្ពីរបានរៀបរាប់អំពីលក្ខណៈរបស់វាថាវាគឺជាទេវតាមួយដែលដឹកនាំការបះបោរជាទេវតាមួយដែលបានដឹកនាំការបះបោរនៅឯនគរឋានសួគ៌អញ្ចឹងប្រាប់យើងយ៉ាងណាតើខព្រះគម្ពីរនេះប្រាប់យើងយ៉ាងណាប្រាប់យើងថាសាតាំងនេះវាបានដឹកនាំទេវតាទាំងអស់បះបោរប្រឆាំងនឹងផែនការរបស់ព្រះហើយផែនការរបស់វានោះក៏បានជ្រៀតចូលមកដល់ផែនដីនៅពេលដែលវាបានចាញ់សង្គ្រាមព្រះក៏ទម្លាក់វាមកផែនដីហើយនៅពេលដែលវាមកផែនដីនេះវាក៏ទាញនាំមនុស្សជាច្រើនឲ្យប្រព្រឹត្តអំពើបាបដូចគ្នាដែរ
ឲ្យប្រព្រឹត្តអំពើបាបដូចគ្នាដែរអញ្ចឹងរឿងហ្នឹងមិនមែនត្រឹមតែកើតឡើងចំពោះនៅនគរឋានសួគ៌ទេតែរឿងនេះបានអូសបន្លាយមកកាន់ផែនដីផងដែរសាតាំងបាននាំទេវតា1ភាគ3នៃឋានសួគ៌ស្ដាប់បង្គាប់វាហើយដើរតាមវាដូច្នេះសាតាំងបាននាំសង្គ្រាមនេះមកកាន់ផែនដីផងដែរយើងមើលទស្សនវិជ្ជាសង្គ្រាមរបស់អ៊ីស្រាអែលជាមួយនឹងសាសកាណានជាសង្គ្រាមខាងសាច់ឈាមដែលយើងអាចឃើញផ្ទាល់តែនៅខាងក្រោយនៅខាងក្រោយនៃសង្គ្រាមនេះគឺជាសង្គ្រាមមួយដែលបានកើតឡើងរវាងព្រះហើយនឹងអរិយសាតាំងជាងយើងឃើញតួអង្គពីរនៃសង្គ្រាមនោះគឺមានព្រះអម្ចាស់នៃសេចក្តីមេត្តាព្រះអម្ចាស់នៃស្ថានសួគ៌ច្បាំងជាមួយព្រះអម្ចាស់ដូចគ្នាដែរតែព្រះអម្ចាស់នៃសេចក្តីអាក្រក់គឺលូស៊ីហ្វ័រជាអ្នកណាជាទេវតាពិសេសរបស់ព្រះបានកើតមកពីព្រះហើយដោយសារតែវាអំនួតប្រឆាំងនឹងព្រះជាម្ចាស់វាបានប្រមូលទេវតា1ភាគ3ច្បាំងធ្វើសង្គ្រាមជាមួយព្រះជាម្ចាស់ទើបព្រះជាម្ចាស់បានទម្លាក់វាមកកាន់ផែនដីនេះដូច្នេះនេះហើយគឺជាអ្វីដែលយើងឃើញតួអង្គពីរដែលសំខាន់សម្រាប់យើងទាំងអស់គ្នាឥឡូវយើងនឹងបន្តព្រះគម្ពីរបន្តិចទៀតពាក់ព័ន្ធទៅនឹងអ្នកចម្បាំងដ៏អស្ចារ្យតើអ្នកណាទៅជាអ្នកចម្បាំងដ៏អស្ចារ្យនោះនៅក្នុងគម្ពីរនិខមណាំងជំពូក15ខ13បានប្រាប់យើងថាព្រះយេហូវ៉ាទ្រង់ជាអ្នកចម្បាំងព្រះនាមទ្រង់ជាព្រះយេហូវ៉ានៅក្នុងខព្រះគម្ពីរនិខមណាំងបានប្រាប់យើងថាព្រះជាម្ចាស់ព្រះអង្គជាអ្នកចម្បាំងដ៏អស្ចារ្យព្រះអង្គត្រូវបានគេបង្ហាញថាជាអ្នកចម្បាំងដ៏មានឥទ្ធិពលបំផុតនៅគ្រប់ទាំងសមរភូមិប៉ុន្តែព្រះជាម្ចាស់ព្រះអង្គមិនធ្វើសង្គ្រាមជាមួយមនុស្សលោកយើងទេប៉ុន្តែអំណាចខាងឯវិញ្ញាណដែលយើងឲ្យត្រូវយល់នោះហើយគឺជាអ្វីដែលយើងឃើញតើព្រះធ្វើសង្គ្រាមយ៉ាងដូចម្ដេចយើងបានឃើញអស់លោកអ្នកបងប្អូនយើងបានឃើញគ្រោះកាចធំដែលកើតឡើងនៅអេស៊ីបគ្រោះកាចទាំងអស់នោះគឺកើតឡើងបានបង្ហាញប្រាប់យើងថាគឺជាសង្គ្រាមដែលព្រះបានប្រឆាំងនឹងព្រះរបស់ពួកអេស៊ីបចឹងសង្គ្រាមដែលកើតឡើងនៅអេស៊ីបនេះដែលព្រះបានធ្វើគ្រោះកាចនោះវាមិនត្រឹមតែជាសង្គ្រាមដែលប្រឆាំងទៅនឹងប្រជាជនរបស់អេស៊ីបនោះទេតែជាសង្គ្រាមដែលបានប្រាប់យើងថាព្រះជាម្ចាស់កំពុងតែប្រឆាំងចំពោះអស់ទាំងព្រះរបស់សាសអេស៊ីបផងដែរមិនមែនសង្គ្រាមត្រឹមតែរវាងប្រជាជនអ៊ីស្រាអែលអេស៊ីបនិងព្រះជាម្ចាស់ទេយើងឃើញហើយការបរាជ័យរបស់ព្រះរបស់សាសអេស៊ីបនោះហើយគឺជាការបរាជ័យរបស់អរិយសាតាំងណាគឺជាការបរាជ័យរបស់អរិយសាតាំងអញ្ចឹងព្រះជាម្ចាស់ព្រះអង្គសពហាតីចង់លុបអំបាត់អំពើអាក្រក់នេះចេញពីផែនដីដូច្នេះហើយទ្រង់បានបណ្ដេញពួកដែលនៅស្រុកកាណានចេញពីកាណានព្រះអង្គចង់ឲ្យប្រជាជនអ៊ីស្រាអែលសម្លាប់ប្រជាជនកាណានសម្អាតប្រជាជនកាណានចេញហើយបានប្រគល់ទឹកដីនោះទៅឲ្យរាជរបស់ព្រះវិញដល់អ្នកដែលកោតខ្លាចដល់ព្រះវិញអញ្ចឹងសពថ្ងៃនេះសង្គ្រាមរបៀបនឹងក៏នៅតែបន្តផងដែរប៉ុន្តែมันបានឆ្លងកាត់ទឹកដីផ្ទាល់ដោយអ្វីដែលយើងឃើញនោះទេការប្រយុទ្ធគឺសម្រាប់ក្រុមជំនុំនីមួយៗគ្រួសារនីមួយៗបុគ្គលម្នាក់មិនមានកន្លែងណាដែលយើងគិតថាជាតំបន់អព្យាក្រឹតទេផ្លូវមានតែពីរទេគឺនៅជាមួយព្រះឬក៏នៅជាមួយសត្រូវរបស់ព្រះជាម្ចាស់យើងអត់អាចតែខ្ញុំមិនទៅណាទេអរិយក៏មិនទៅព្រះក៏ខ្ញុំមិនទៅដែរខ្ញុំអព្យាក្រឹតអត់មានដែនដីអព្យាក្រឹតនោះទេមានតែផ្លូវពីរទេគឺផ្លូវមកខាងព្រះឬផ្លូវមកខាងអរិយសាតាំងអញ្ចឹងយើងត្រូវដឹងកន្លែងហ្នឹងតែយើងត្រូវដឹងថាព្រះជាម្ចាស់ព្រះអង្គជាព្រះដែលមានអំណាចគ្រប់បច្ចេស្តាព្រះជាម្ចាស់ព្រះអង្គជាព្រះដែលបានបង្កើតគ្រប់របស់ទាំងអស់ដូច្នេះយើងឃើញហើយសង្គ្រាមទាំងឡាយបានកើតឡើងនៅក្នុងព្រះគម្ពីរគឺជាសញ្ញាឲ្យយើងបានឃើញប្រាប់ថានោះកើតឡើងមិនត្រឹមតែសង្គ្រាមខាងរូបកាយសាច់ឈាមទេតែក៏ជាសង្គ្រាមខាងឯវិញ្ញាណផងដែរតួយ៉ាងដូចយើងឃើញហើយករណីប្រជាជនអ៊ីស្រាអែលចំពោះសាសអេស៊ីបនោះណាសាសអេស៊ីបនោះអញ្ចឹងព្រះគម្ពីរប្រាប់ថាចូលយើងទុកចិត្តដល់ព្រះជាម្ចាស់ចំណុចនេះបានប្រាប់យើងថាម៉េចចូលយើងទុកចិត្តដល់ព្រះជាម្ចាស់ព្រះជាម្ចាស់នៃយើងព្រះអង្គធំអស្ចារ្យព្រះអង្គធំឧត្តមព្រះអង្គជាព្រះដែលជា
ជាអ្នកដែលចម្បាំងដល់ចាស់ចឹងសូមយើងគិតមើលចំណុចហ្នឹងហើយផ្លូវមានតែពីរទេនៅខាងព្រះឬនៅខាងអរិយអត់មានអព្យាក្រឹតថាខាងណាក៏ខ្ញុំអត់ទៅដែរណាអត់ខាងណាខ្ញុំទៅដែរអញ្ចឹងផ្លូវគឺមានពីរនឹងឯងគឺយើងជ្រើសរើសខ្លួនឯងទៅយើងយកផ្លូវមួយណាឥឡូវយើងនឹងបន្តចំណុចមួយទៀតគឺយុទ្ធសាស្ត្រនៃចំនួនយុទ្ធសាស្ត្រនៃចំនួនតើចំនួននេះគឺមានយុទ្ធសាស្ត្រយ៉ាងណាតើចំនួនហ្នឹងវាកើតឡើងយ៉ាងដូចម្ដេចតើរបៀបនៃចំនួនហ្នឹងគឺវាយ៉ាងណាដូច្នេះយើងនឹងសម្លឹងទៅមើលបទព្រះគម្ពីរទាំងអស់គ្នាថាតើព្រះគម្ពីរបានប្រាប់យើងយ៉ាងណាអំពីចំនួនទាំងអស់នេះឥឡូវយើងត្រូវដឹងគឺព្រះជាម្ចាស់កំពុងតែប្រយុទ្ធដើម្បីយើងទាំងអស់គ្នាព្រះគម្ពីរនិខមណាំងជំពូក14ខ14ព្រះយេហូវ៉ាទ្រង់នឹងច្បាំងជំនួសអ្នករាល់គ្នាហើយអ្នករាល់គ្នានឹងនៅតែស្ងៀមវិញព្រះជាម្ចាស់ព្រះអង្គនឹងច្បាំងជំនួសយើងទាំងអស់គ្នាព្រះជាម្ចាស់ព្រះអង្គនឹងប្រយុទ្ធជំនួសយើងទាំងអស់គ្នាសូមឲ្យយើងទាំងគ្នានៅតែស្ងៀមប៉ុណ្ណោះផែនការដើមរបស់ព្រះជាម្ចាស់គឺដើម្បីយកស្រុកកាណាននេះមិនមែនជាមធ្យោបាយនៃសង្គ្រាមផ្ទាល់រវាងសាសអ៊ីស្រាអែលនិងសាសកាណានទេយើងត្រូវដឹងអញ្ចឹងណាត្រូវដឹងអញ្ចឹងតែយ៉ាងម៉េចណាតែយ៉ាងម៉េចតែបើសិនបើមិនមែនជាការដែលប្រជាជនអ៊ីស្រាអែលមិនព្រមជឿព្រះជាម្ចាស់ទេពួកគេនឹងបានកាន់កាប់ទឹកដីនោះតាំងពីយូរមកម្ល៉េះយើងចាំបានហើយនៅពេលដែលរាជអ៊ីស្រាអែលធ្វើដំណើរមកទៅដល់ព្រំប្រទល់ស្រុកម៉ូសេចាត់អ្នកសង្កេតការ12អ្នកទៅស៊ើបការពួកគេមកវិញថាអូយកស្រុកនឹងមិនបានទេពួកគេមានធំណាស់យើងមិនអាចចូលទៅបានទេចឹងហើយព្រះក៏នាំជាជនអ៊ីស្រាអែលមកដើរវង្វេង40ឆ្នាំទើបបាននៅពេលដែលផុត40ឆ្នាំទើបព្រះបាននាំដឹកនាំលោកយូស្វេទៅកាន់ទឹកដីសន្យាម្ដងទៀតដូច្នេះព្រះជាម្ចាស់ព្រះអង្គមានមធ្យោបាយរបស់ព្រះអង្គតែរឿងដែលកើតឡើងនោះគឺដោយសារតែរាជរបស់ព្រះមិនបានស្ដាប់តាមមធ្យោបាយរបស់ព្រះជាម្ចាស់ព្រះគម្ពីរបានបង្ហាញយើងឧទាហរណ៍ច្រើនអំពីអ្វីដែលព្រះរំដោះរាជរបស់ទ្រង់ដោយមិនចាំបាច់ប្រើអាវុធប្រឆាំងនឹងសត្រូវរបស់គេនោះទេព្រះមានមធ្យោបាយអាចឃើញគំរូបាននៅក្នុងគម្ពីរនិខមណាំងពុក14ខ24 28ព្រះបានពន្លិចកងទ័ពសាសអេស៊ីបនៅក្នុងសមុទ្រអញ្ចឹងគិតមើលបងអាចធ្វើបានតាបងមិនចាំបាច់ឲ្យយើងចូលទៅក្នុងសមរភូមិផ្ទាល់ទេតែមូលហេតុដែលយើងទៅចូលផ្ទាល់ធ្វើផ្ទាល់ដោយសារតែយើងមិនទុកចិត្តព្រះជាម្ចាស់នៅក្នុងព្រះគម្ពីរយូស្វេជំពូក10ខ11ព្រះជាម្ចាស់ប្រើព្រិលទម្លាក់មកប្រឆាំងសម្លាប់អស់សាសកាណានដែលពួកគេរត់ខ្ចាត់ខ្ចាយពីសង្គ្រាមនៅក្នុងគម្ពីរពងសាវតាស័ព្ទខ្សែទី2ជំពូក1ខ9ដល់ខ10ព្រះបានទម្លាក់ភ្លើងមកបញ្ឆេះអស់អ្នកដែលគេមិនគោរពលោកអេលីយ៉ាព្រះគម្ពីរពងសាវតាស័ព្ទទី2ជំពូក2ខ23 24ព្រះបានចាត់ខ្លាឃ្មុំឲ្យប្រឆាំងនឹងអ្នកដែលចំអកមើងងាយឲ្យអេលីសេព្រះបានធ្វើឲ្យអ៊ីស្រាអែលទទួលបានសន្តិភាពពីកងទ័ពសេរីដែលធ្វើឲ្យពួកសេរីខ្វាក់ភ្នែកយើងឃើញក្នុងគម្ពីរពងសាវតាស័ព្ទទី2ដូចគ្នាព្រះបានធ្វើឲ្យសាសអាម៉ូននិងសាសម៉ូអាប់ប្រយុទ្ធគ្នាឯងនៅក្នុងព្រះគម្ពីររបាំស័ព្ទទី2ពង20ខ15ដល់17ព្រះបានសម្លាប់ជនជាតិអាសឺចំនួន185,000នាក់ក្នុងពេលតែមួយយប់យើងឃើញព្រះអាចមានអំណាចព្រះទ្រង់បានបញ្ជូនជំងឺដល់កាយសាហាវមួយទៅហេរ៉ូតនៅគម្ពីរកិច្ចការជំពូក12អញ្ចឹងមានន័យកាលឡើងតើសាច់រឿងព្រះគម្ពីរបង្រៀនយើងយ៉ាងណាបង្រៀនប្រាប់យើងថាព្រះជាម្ចាស់ព្រះអង្គអាចធ្វើគ្រប់ទាំងកិច្ចការនោះដោយផ្ទាល់មិនបាច់យើងចូលរួមក៏បានដែរតែហេតុអ្វីបានជាប្រជាជនអ៊ីស្រាអែលត្រូវចូលរួមចំពោះសង្គ្រាមនោះដោយផ្ទាល់មូលហេតុគឺដោយសារតែប្រជាជនអ៊ីស្រាអែលមិនបានទុកចិត្តដល់ព្រះជាម្ចាស់រឿងនេះបានបង្រៀនប្រាប់យើងថាព្រះជាម្ចាស់ព្រះអង្គច្បាំងជំនួសយើងលកឹកណាយើងទាំងអស់គ្នាទុកចិត្តដល់ព្រះជាម្ចាស់តើអស់លោកអ្នកបងប្អូនទុកចិត្តដល់ព្រះជាម្ចាស់ដែរឬទេតើអស់អ្នកបងប្អូនសម្រេចថាឲ្យព្រះជាម្ចាស់ដឹកនាំចំពោះយើងដែរឬទេបើសិនជាយើងស្ទាក់ស្ទើរដូចជនអ៊ីស្រាអែលចឹងអ៊ីស្រាអែលត្រូវឆ្លងពីសមុទ្រក្រហមបុកត្រង់ទៅកាន់ទឹកដីសន្យាភ្លាមតែពួកគេទៅដល់មាត់ទ្វារហើយពួកគេមិនទុកចិត្តដល់ព្រះជាម្ចាស់ពួកគេក៏ត្រឡប់មកក្រោយវិញហើយដើរវង្វេងនៅវាលរហោឋាន40ឆ្នាំទាំងអស់នេះបានបង្ហាញប្រាប់យើងថាការដែលមិនទុកចិត្តព្រះជាម្ចាស់នោះនឹងបរាជ័យព្រះជាម្ចាស់បងអាចធ្វើការទាំងអស់នោះបានបងមិនត្រូវការឲ្យយើងចូលរួមទេបើសិនជាយើងទុកចិត្តដល់ព្រះអង្គតែបើសិនជាយើងមិនទុកចិត្តព្រះអង្គបើសិនជាយើងស្ទាក់ស្ទើរ
នោះហើយគឺលទ្ធផលគឺយើងត្រូវចូលរួមដោយផ្ទាល់គឺយើងត្រូវចូលរួមដោយផ្ទាល់ឥឡូវយើងនឹងបន្តចំណុចមួយទៀតតើយើងត្រូវធ្វើអីគេវិធីសាស្ត្រនៃចំនួនគឺព្រះជាម្ចាស់ព្រះអង្គជាព្រះដែលច្បាំងជំនួសយើងអញ្ចឹងយើងក៏ត្រូវតស៊ូដើម្បីព្រះជាម្ចាស់ផងដែរដើម្បីព្រះជាម្ចាស់ផងដែរនៅក្នុងគម្ពីរយូស្វេជំពូក6ខ21គេបានបំផ្លាញគ្រប់ទាំងអស់ដែលមាននៅក្នុងក្រុងនោះអស់រលីងគឺទាំងប្រុសហើយនិងស្រីទាំងក្មេងហើយនិងចាស់ផងព្រមទាំងគោនិងជៀមហើយនិងលាទាំងអំបល់ម៉ានដោយមុខដាវអញ្ចឹងព្រះជាម្ចាស់ព្រះអង្គឲ្យពួកគេប្រហារទាំងអស់ណាបហាទាំងអស់អញ្ចឹងដូចគ្នានេះដែរពួកអ្នកណាក៏ដោយដែលប្រឆាំងនឹងរាជរបស់ព្រះជាម្ចាស់ឬជាមួយដូចយើងបានឃើញអញ្ចឹងពួកក្រុងសូដុំនិងក្រុងកូម៉ូរ៉ាឬជនជាតិកាណានបានប្រព្រឹត្តនឹងវាហួសព្រំដែនដែលត្រូវមិនដែលត្រូវព្រះអង្គលើកលែងទោសគឺមានន័យថាពួកគេកំពុងតែចោះចូលចំពោះសាតាំងនោះហើយព្រះជាម្ចាស់នឹងប្រហារពួកគេជាក់ជាមិនខានដូច្នេះយើងត្រូវដឹងในចំណុចនេះយើងត្រូវដឹងទាំងអស់គ្នាគឺមិនមែនព្រះជាម្ចាស់ព្រះអង្គចង់ប្រហារសាសកាណានសាសម៉ូអាប់មុនកាលកំណត់ទេតែដោយសារតែអំពើបាបរបស់ពួកគេវាជន់ជោរហើយវាទុំហើយទើបព្រះត្រូវឲ្យសាសអ៊ីស្រាអែលបំផ្លាញពីមុនមកខ្ញុំក៏បានសង្ស័យដែរថាហេតុអ្វីបានជាព្រះបំផ្លាញពួកគេភ្លាមពីព្រោះព្រះអង្គជាព្រះនៃស្អីស្រឡាញ់ដោយសារតែអំពើបាបរបស់ពួកសាសទាំងនោះវាជន់ជោរហើយទើបព្រះឲ្យរាជរបស់ព្រះបំផ្លាញចោលពួកគេទាំងអស់នឹងមិនមានសេចក្តីឱកាសក្នុងការរួចផុតពីស្អីស្លាប់ទី2ទេគឺពួកគេនឹងស្លាប់ជារៀងរហូតដោយសារតែអំពើបាបរបស់ពួកគេនឹងវាជន់ជោរហើយអញ្ចឹងការបន្តជីវិតរបស់ពួកគេនៅទីនោះមិនបានផ្លាស់ប្ដូរវាសនារបស់ពួកគេចុងក្រោយទេគឺមិនបងប្អូនគឺព្រះជាម្ចាស់ព្រះអង្គអនុញ្ញាតឲ្យសាសអ៊ីស្រាអែលនេះចាប់យកស្រុកកាណានបំផ្លាញពួកគេចោលអញ្ចឹងហេតុអ្វីបានជាទ្រង់មិនធ្វើដល់អង្គទ្រង់ផ្ទាល់ហេតុអ្វីបានជាព្រះអង្គបានប្រើគ្រប់គម្រោងការនេះដល់ឲ្យសាសអ៊ីស្រាអែលធ្វើដោយសារតែអ៊ីស្រាអែលគេមិនបានជឿដល់ព្រះជាម្ចាស់ឲ្យពិតប្រាកដទើបព្រះជាម្ចាស់ព្រះអង្គឲ្យពួកគេបានភ្លក់រសជាតិនៃសង្គ្រាមនេះតែព្រះជាម្ចាស់ក៏ទ្រង់មានបន្ទូលថាព្រះអង្គក៏នៅក្នុងចំណោមពួកគេដែរអញ្ចឹងតាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងសមរភូមិណាដែលព្រះជាម្ចាស់បានធ្វើក៏ដូចជាសមរភូមិសម្រាប់ខាងឯវិញ្ញាណសម្រាប់យើងផងដែរបង្កើតបានការទុកចិត្តដោយគ្មានលក្ខខណ្ឌលើជំនួយរបស់ព្រះជាម្ចាស់ទាំងសង្គ្រាមផ្ទាល់របស់អ៊ីស្រាអែលក៏ដូចជាសង្គ្រាមដែលយើងមើលអត់ឃើញខាងវិញ្ញាណក្នុងពេលបច្ចុប្បន្ននេះជាការលើកទឹកចិត្តឲ្យយើងទាំងគ្នាទុកចិត្តដល់ព្រះជាម្ចាស់មានតែព្រះជាម្ចាស់មួយប៉ុណ្ណោះដែលជាព្រះដ៏ពិតរបស់យើងទាំងអស់នេះគឺជាសង្គ្រាមដែលកើតឡើងនៅខាងក្រោយសង្គ្រាមទាំងអស់គឺរវាងអារក្សហើយនិងព្រះជាម្ចាស់ជាសង្គ្រាមរវាងអំពើល្អនិងអំពើអាក្រក់ដែលយើងមើលអត់ឃើញទាំងអស់គ្នាដូច្នេះខ្ញុំសូមអរគុណចំពោះពេលវេលាអស់លោកអ្នកបងប្អូនបានរៀនព្រះបន្ទូលសង្ឃឹមថាព្រះបន្ទូលនេះនឹងធ្វើឲ្យលោកអ្នកបងប្អូនបានយល់នៅក្នុងចំណុចចុងក្រោយយើងទាំងអស់គ្នាសូមសម្លឹងទៅមើលការដកស្រង់មួយចេញពីសៀវភៅអំពីចំនួននិងស្អីក្លាហានរបស់អ្នកស្រី Ellen G. White គាត់បាននិយាយបន្តិចគាត់ថាសមរភូមិគឺកំពុងប្រយុទ្ធជារាល់ថ្ងៃសង្គ្រាមដ៏អស្ចារ្យមួយកំពុងកើតឡើងលើគ្រប់ព្រលឹងរវាងព្រះអម្ចាស់នៃភាពងងឹតនិងព្រះអម្ចាស់នៃជីវិតក្នុងនាមជាកូនរបស់ព្រះអ្នកត្រូវតែប្រគល់ខ្លួនទៅទ្រង់ដើម្បីទ្រង់នឹងរៀបចំផែនការការដឹកនាំនិងការប្រយុទ្ធដើម្បីអ្នកដោយការសហការរបស់អ្នកភាពបះបោរអាចត្រូវបានចុះចាញ់ដោយព្រះគុណនៃព្រះគ្រីស្ទដែលអ្នកបានចេញមកនឹងទទួលជ័យជំនះគឺតាមរយៈទ្រង់ដែលបានស្រឡាញ់យើងទាំងអស់គ្នាដូច្នេះ Ellen G. White លើកទឹកចិត្តឲ្យយើងទុកចិត្តដល់ព្រះជាម្ចាស់សង្គ្រាមទាំងឡាយនោះយើងនឹងឈ្នះសង្គ្រាមទាំងឡាយនឹងធ្វើឲ្យយើងទាំងអស់គ្នាទទួលបានជ័យជំនះដ៏ពិតប្រាកដពីព្រោះព្រះជាម្ចាស់នៅខាងយើងដូច្នេះកម្មវិធីនៃការសិក្សាព្រះបន្ទូលព្រះអង្គប្រចាំសប្តាហ៍ក៏ឈានដល់ទីបញ្ចប់តែមុនបញ្ចប់នេះខ្ញុំសូមគោរពអញ្ជើញសម្រុំចិត្តអធិដ្ឋានជាមួយខ្ញុំបន្តិចសិនព្រះម្ចាស់ដែលគង់នគរឋានសួគ៌អើយគុណសូមអរគុណព្រះអង្គចំពោះព្រះបន្ទូលព្រះអង្គថ្ងៃនេះដែលធ្វើឲ្យទូព្រះបង្គំបានយល់អំពីសង្គ្រាមដែលនៅពីក្រោយគ្រប់ទាំងរឿងទាំងអស់សូមឲ្យទូព្រះបង្គំទាំងគ្នាបានរួចផុតអំពីសង្គ្រាមទៅនោះឲ្យទូព្រះបង្គំបានคล้ายទៅជារាជរបស់ព្រះអង្គកុំឲ្យទូព្រះបង្គំបានคล้ายទៅជាផ្នែកមួយរបស់សាតាំងផងដែរ
កូនកុសលអរព្រគុណទ្រង់កុសលអធិដ្ឋានគ្រប់ទាំងកិច្ចការទាំងអស់នេះក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន